សូមស្វាគមន៍មកកាន់វីដេអូនិយាយអំពីទីក្រុងហុងកុងទីក្រុងហុងកុងគឺជាទីក្រុងដែលត្រូវបានគេស្គាល់ថាជាគ្រាប់ពេជ្រនៃអាស៊ីខាងកើតជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់មួយនិងជាតំបន់រដ្ឋបាលពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិនវាមានប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ដោយធ្លាប់ជាអាណានិគមរបស់អង់គ្លេសរហូតដល់ឆ្នាំ1997មុនពេលត្រូវបានប្រគល់ត្រឡប់ទៅឲ្យប្រទេសចិនវិញក្រោមគោលការណ៍ប្រទេសតែមួយប្រព័ន្ធពីរហុងកុងរក្សាបាននូវប្រព័ន្ធសេដ្ឋកិច្ចសេរីនិងប្រព័ន្ធច្បាប់ដែលខុសពីចិនដីគោកទីក្រុងនេះល្បីល្បាញដោយសារភាពចម្រុះនៃវប្បធម៌ខាងកើតនិងខាងលិចមានអគារខ្ពស់ៗកប់ពពកអគារបុរាណផ្សារទំនើបនិងជាមហានគរដ៏ស្រស់ស្អាតទេសភាពព្រៃភ្នំដ៏ស្រស់បំព្រងហុងកុងមានប្រជាជនជាង7លាននាក់ហើយជាទីកន្លែងដែលមានដង់ស៊ីតេប្រជាជនខ្ពស់បំផុតមួយនៅលើពិភពលោកវាក៏ជាកំពង់ផែសមុទ្រធម្មជាតិដ៏ល្អឥតខ្ចោះមួយដែលជាកត្តាធ្វើឲ្យវាក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់តាំងពីអតីតកាលមកនៅក្នុងវីដេអូនេះយើងនឹងធ្វើដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចវប្បធម៌និងជីវិតរស់នៅប្រចាំថ្ងៃនៅក្នុងទីក្រុងដ៏អស្ចារ្យមួយនេះទី1ប្រវត្តិសាស្ត្រទីក្រុងហុងកុងចាប់ផ្ដើមជាភូមិនេសាទតូចមួយមុនពេលវាក្លាយទៅជាចំណុចសំខាន់មួយនៅក្នុងគន្លងពាណិជ្ជកម្មសមុទ្រកាលពីសតវត្សទី19យុគសម័យចិនបុរាណតំបន់ហុងកុងមានមនុស្សរស់នៅតាំងពីសម័យថ្មរំលីងមកម្លេះប្រហែលជាង 5000 ឆ្នាំមុនវាក្លាយទៅជាផ្នែកមួយនៃប្រទេសចិនជាផ្លូវការនៅក្នុងកំឡុងរាជវង្សជីនក្នុងឆ្នាំ221ដល់ឆ្នាំ206មុនគ្រិស្តសករាជនៅតែជាតំបន់នេសាទតូចមួយរយៈពេលជាច្រើនសតវត្សក្នុងឆ្នាំ1842ហុងកុងត្រូវបានចុះចាញ់ទៅអង់គ្លេសក្រោមសង្គ្រាមអាភៀនទី1តាមរយៈសន្ធិសញ្ញាណានគីងឆ្នាំ1860និង1898កោះគូលូននិងផ្នែកនានានៃដីគោកត្រូវបានបន្ថែមនៅឆ្នាំ1898អង់គ្លេសទទួលបានដែនដីថ្មីតាមរយៈការជួលរយៈពេល99ឆ្នាំកាន់កាប់ដោយជប៉ុននៅក្នុងឆ្នាំ1941ដល់ឆ្នាំ1945កំឡុងសង្គ្រាមលោកលើកទី2នៅថ្ងៃទី1ខែកក្កដាឆ្នាំ1997ហុងកុងត្រូវបានប្រគល់ទៅឲ្យចិនវិញអនុវត្តគោលការណ៍ប្រទេសតែមួយប្រព័ន្ធពីរដែលអនុញ្ញាតឲ្យហុងកុងរក្សាប្រព័ន្ធសេដ្ឋកិច្ចនិងនយោបាយដាច់ដោយឡែករបស់ខ្លួនរយៈពេល50ឆ្នាំចាប់តាំងពីឆ្នាំ2019មកមានការប្រែប្រួលសំខាន់ចំពោះគោលការណ៍នយោបាយនេះជាមួយនឹងការរដ្ឋបិទជាច្រើនបន្ថែមទៀតទី2ភូមិសាស្ត្រហុងកុងមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសចិននៅមាត់ទន្លេក្រូលវែងឬ Pearl River ដែលកម្ពុជាយើងតែងតែហៅថាទន្លេមេគង្គហុងកុងមានផ្ទៃដីសរុប1104គីឡូម៉ែត្រការ៉េចំនួនប្រជាជនប្រមាណ 7.5 លាននាក់មានដង់ស៊ីតេប្រជាជនខ្ពស់បំផុតនៅលើពិភពលោកភូមិសាស្ត្រពិសេសរួមមានកោះធំបំផុតគូលូននិងដែនដីថ្មីឬ New Territory ដែលបង្កើតបានជាដីគោកព្រមទាំងកោះតូចចំនួន261កោះផ្សេងទៀតភូមិសាស្ត្រដ៏ចម្រុះភ្នំឆ្នេរសមុទ្រព្រៃឈើនិងតំបន់ទំនាបដ៏ទូលំទូលាយ 70% នៃដីហុងកុងគឺជាភ្នំនិងតំបន់ស្មៅខៀវខ្ចីមានកំពង់ផែធម្មជាតិដ៏ធំមួយដែលជួយដល់ការអភិវឌ្ឍពាណិជ្ជកម្មអាកាសធាតុត្រូពិកមូសុងរដូវក្តៅពីខែមេសាដល់ខែតុលាក្តៅនិងសើមជាមួយនឹងសីតុណ្ហភាពមិនលើសពី30អង្សាសេរដូវរងាពីខែវិច្ឆិកាដល់ខែមីនាត្រជាក់និងស្ងួតរងព្យុះទីហ្វុងជារៀងរាល់ឆ្នាំជាធម្មតានៅក្នុងរដូវក្តៅទី3សេដ្ឋកិច្ចហុងកុងគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់បំផុតមួយនៅអាស៊ីនិងជាសេដ្ឋកិច្ចដែលមានសេរីភាពបំផុតមួយនៅលើពិភពលោកទីក្រុងហិរញ្ញវត្ថុអន្តរជាតិលំដាប់ទី3នៅក្នុងពិភពលោកបន្ទាប់ពីញូវយ៉កនិងទីក្រុងឡុងមានរូបិយប័ណ្ណរបស់ខ្លួនផ្ទាល់គឺដុល្លារហុងកុងផ្សារហ៊ុនហុងកុងជាផ្សារហ៊ុនធំជាងគេលំដាប់ទី4នៅក្នុងពិភពលោកនិងជាទីផ្សារធំជាងគេលំដាប់ទី2នៅក្នុងទ្វីបអាស៊ីផ្អែកទៅលើសេវាកម្មសំខាន់93%នៃ GDP មជ្ឈមណ្ឌលពាណិជ្ជកម្មនិងការដឹកជញ្ជូនដ៏សំខាន់មួយសម្បូរនៅប្រជាជនដែលមានជំនាញខ្ពស់កត្តាសេដ្ឋកិច្ចសំខាន់សេវាហិរញ្ញវត្ថុនិងធនាគារពាណិជ្ជកម្មនិងភស្តុភារសេវាកម្មវិជ្ជាជីវៈទេសចរណ៍និងការលក់រាយបច្ចេកវិទ្យាឧស្សាហកម្មកម្សាន្តផលិតភាពយន្តនិងការបង្កើតថ្មីឬគំនិតច្នៃប្រឌិតផលិតផលនិងដំណោះស្រាយថ្មីចំណុចគន្លឹះនៃសេដ្ឋកិច្ចពន្ធទាបនិងគោលនយោបាយមិនសូវមានការរឹតបន្តឹងអធិបតេយ្យភាពច្បាប់ស្ថិរភាពរូបិយប័ណ្ណទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយនឹងប្រទេសចិនដីគោកពិសេសតំបន់ស៊ីនជិននិងខ្វាងជូបញ្ហាប្រឈមតម្លៃរស់នៅខ្ពស់ខ្លាំងគម្លាតសេដ្ឋកិច្ចខ្ពស់
តម្លៃអចលនទ្រព្យមានតម្លៃថ្លៃជាងគេនៅលើពិភពលោកនិងការពឹងផ្អែកទៅលើពាណិជ្ជកម្មអន្តរជាតិទី4វប្បធម៌និងប្រពៃណីវប្បធម៌ហុងកុងគឺជាការលាយបញ្ចូលគ្នាយ៉ាងចម្រុះរវាងវប្បធម៌ចិនបុរាណនិងឥទ្ធិពលលោកខាងលិចភាសាកាតាំងគឺជាភាសាចិននិយាយច្រើនជាងគេភាសាអង់គ្លេសគឺជាភាសាផ្លូវការទី2 Mandarin កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងជំនឿសាសនាលាយបញ្ចូលគ្នានៃព្រះពុទ្ធសាសនាតាវនិយមនិងខុងជឺបុណ្យប្រពៃណីសំខាន់ៗរួមមានចូលឆ្នាំចិនបុណ្យសែនជីដូនជីតាឬសែនឆេងម៉េងបុណ្យដង្ហែទូកមាន់បុណ្យសែនព្រះខែនិងបុណ្យខួបកំណើតនៃទីក្រុងឌីមសាំគឺជាអាហារដ៏ល្បីល្បាញរបស់ជនជាតិចិនមីហុងកុងនិងគុយទាវដែលមានក្លិនឈ្ងុយឆ្ងាញ់អាហារតាមចិញ្ចើមផ្លូវឬ street food មានដូចជានំដាផ្កាឈូក egg waffle នំស៊ូម៉ៃនិង pan fried beef កាហ្វេលាយទឹកដោះគោជាភេសជ្ជៈដែលបង្ហាញពីឥទ្ធិពលរបស់អង់គ្លេសមកលើវប្បធម៌តែហុងកុងឧស្សាហកម្មភាពយន្តហុងកុងឬហៅថា Hollywood ខាងកើតរីកចម្រើនខ្លាំងក្នុងទសវត្សរ៍ឆ្នាំ1970ដល់ឆ្នាំ1990ជាមួយនឹងតារាល្បីៗដូចជា Bruce Lee និង Jackie Chan ល្បីខាងភាពយន្តកុងហ្វូរឿងកំប្លែងនិងភាពយន្តរឿងប៉ូលីសបន្ទាប់ពីឆ្នាំ1997ឧស្សាហកម្មនេះបានធ្លាក់ចុះប៉ុន្តែនៅតែមានឥទ្ធិពលលើភាពយន្តអាស៊ីនិងអន្តរជាតិច្បាប់ហុងកុងនិងការប្រយុទ្ធតាមបែបបុរាណ Cantopop Pop តន្ត្រីសម័យទំនើបហុងកុងរចនាបថសិល្បៈដែលលាយបញ្ចូលគ្នារវាងអាស៊ីនិងលោកខាងលិចពិធីបុណ្យបុរាណនិងប្រពៃណីពិធីបុណ្យបុរាណប្រពៃណីហុងកុងរួមមានបុណ្យចូលឆ្នាំចិនមានការរាំសត្វតោនិងនាគពិធីបុណ្យសុំសេចក្តីសុខតាមវត្តអារាមនិងពិធីរំលឹកវិញ្ញាណក្ខន្ធដូនតាពិធីទាំងនេះបញ្ចូលគ្នារវាងជំនឿចិនវប្បធម៌កាតាំងនិងឥទ្ធិពលអាណានិគមអង់គ្លេសបង្កើតបានជាអត្តសញ្ញាណវប្បធម៌ដ៏ពិសេសរបស់ហុងកុងត្រូវបានចែករំលែកទូទាំងតំបន់ការដុតក្រដាសនិងធូបសម្រាប់កម្មវិធីជំនឿនិងពិធីផ្សេងៗការរស់នៅក្នុងទីក្រុងហុងកុងជីវិតប្រចាំថ្ងៃនៅក្នុងទីក្រុងហុងកុងល្បីល្បាញថាជឿនលឿនមមាញឹកនិងរស់រវើកអាផាតមិនតូចៗមធ្យមប្រមាណ40ម៉ែត្រការ៉េសម្រាប់គ្រួសារមួយហុងកុងមានអគារខ្ពស់ច្រើនជាងគេនៅក្នុងពិភពលោកផ្ទះថ្លៃបំផុតសម្រាប់តែអ្នកមានប៉ុណ្ណោះដែលអាចទិញផ្ទះបានការធ្វើដំណើរសាធារណៈប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ល្អឥតខ្ចោះនិងមានប្រសិទ្ធភាព MTR រថភ្លើងក្រោមដីគ្រប់កន្លែងសុទ្ធតែមានភាពងាយស្រួលស្អាតនិងមានប្រសិទ្ធភាពរថយន្តក្រុង2ជាន់ទូកតា Ferry ដ៏ល្បីល្បាញធ្វើដំណើរឆ្លងកាត់កំពង់ផែ Victoria ការងារនិងការរស់នៅហុងកុងមានវប្បធម៌ការងារដ៏មមាញឹកដែលត្រូវបានគេស្គាល់ថាជាសេដ្ឋកិច្ចល្បឿនលឿនម៉ោងធ្វើការរបស់ប្រជាជនហុងកុងជាធម្មតាចាប់ពី10ទៅ12ម៉ោងក្នុងមួយថ្ងៃគឺជាទម្លាប់ការងារដ៏មមាញឹកមួយការកម្សាន្តផ្សារទំនើបដ៏ធំសម្បើមដូចជា Times Square និង Pacific Place ផ្សាររាត្រីនៅ Temple Street និង Ladies Market ឧទ្យានកម្សាន្តដូចជា Ocean Park និង Disneyland ហុងកុងឱកាសសម្រាប់ការដើរក្នុងព្រៃនិងហែលទឹកនៅខាងក្រៅទីក្រុងផ្នត់គំនិតរបស់ប្រជាជនហុងកុងគឺផ្ដោតទៅលើការអប់រំជាពិសេសភាពពុសាព្យាយាមនិងភាពជឿនលឿនឯកជនភាពនិងភាពឯករាជ្យការគោរពចំពោះចាស់ទុំនិងប្រពៃណីការធ្វើពាណិជ្ជកម្មនិងការចរចាថ្លៃជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃទី6ការតាក់ទាញទេសចរហុងកុងមានកន្លែងតាក់ទាញទេសចរជាច្រើនរួមមាន Victoria Peaks ផ្ដល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតពីទីក្រុង Three Pool Bays និង Stanley ឆ្នេរសមុទ្រដ៏ស្រស់ស្អាតកោះ Lantau ផ្ទះនៃព្រះពុទ្ធដ៏ធំនិងហុងកុង Disneyland រូបសំណាក Avenue of Star ជាកន្លែងដែលគេតែងតែគោរពតារាភាពយន្តរបស់ហុងកុងវត្តវងតៃស៊ីនវត្តព្រះពុទ្ធសាសនានិងតាវនិយមដ៏ធំបំផុតភូមិតៃអូគឺជាភូមិនេសាទបែបបុរាណហុងកុងមិនគ្រាន់តែជាទីក្រុងដែលមានអគារខ្ពស់ៗប៉ុណ្ណោះទេប៉ុន្តែវាក៏ជាទីក្រុងដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែបវប្បធម៌ចម្រុះហើយកំពុងបន្តរីកចម្រើននាពេលបច្ចុប្បន្នវាជាកន្លែងដែលភាពចម្រុះនិងភាពផ្ទុយគ្នានិងការមិចបញ្ចូលគ្នាបង្កើតបានជាលក្ខណៈដ៏ពិសេសមួយដោយប្រទេសចិនកាន់តែមានឥទ្ធិពលលើហុងកុងអនាគតរបស់ទីក្រុងនេះនៅតែមានការផ្លាស់ប្ដូរតែអត្តសញ្ញាណពិសេសរបស់វានឹងនៅតែបន្តរស់នៅក្នុងចិត្តប្រជាជនហុងកុងសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះសូមចុចប៊ូតុង Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតពីទីក្រុងដ៏អស្ចារ្យផ្សេងៗនៅទូទាំងពិភពលោក